ខ្ទឹមសមានអត្ថប្រយោជន៍ដល់បេះដូងសម្ពាធឈាមនិងឆ្អឹងប៉ុន្តែខ្ទឹមសមិនត្រឹមតែជាគ្រឿងទេសដែលមិនអាចខ្វះបាននៅក្នុងផ្ទះបាយប៉ុណ្ណោះទេប៉ុន្តែវាក៏មានគុណប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់យើងផងដែរខ្ទឹមសមានផ្ទុកទៅដោយវីតាមីនល្អៗដូចជា Manganese, Selenium, វីតាមីន C, វីតាមីន B6 និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដទៃទៀតដែលជួយធ្វើឲ្យរាងកាយរបស់យើងមាំមួនជាឆ្ងាយពីជំងឺផ្សេងៗតើអត្ថប្រយោជន៍របស់ខ្ទឹមសមានអ្វីខ្លះ 1. សម្ពាធឈាមកាន់តែប្រសើរខ្ទឹមសមានអត្ថប្រយោជន៍ប្រឆាំងនឹងការរលាកក៏ដូចជាធ្វើឲ្យឈាមរត់បានស្រួលពាសពេញរាងកាយយោងតាមការសិក្សាមួយចំនួនបានបង្ហាញថាការញ៉ាំអាហារបបរដែលផ្សំឡើងពីខ្ទឹមសនឹងធ្វើឲ្យសម្ពាធឈាមធ្លាក់ចូលត្រឹម 10% យ៉ាងណាមិញយើងអាចបន្ថែមខ្ទឹមសចំនួន4កំពឹសនៅក្នុងរបបអាហារប្រចាំថ្ងៃដើម្បីជៀសវាងនឹងការឡើងសម្ពាធឈាមផងដែរ 2. កូឡេស្តេរ៉ុលទាបជាមួយគ្នានេះដែរខ្ទឹមសអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងព្រមទាំងបន្ថយកូឡេស្តេរ៉ុលថែមទៀតផងការសិក្សាមួយបានបង្ហាញថាអាហារបំបន់ដែលផ្សំឡើងពីខ្ទឹមសធ្វើឲ្យកម្រិតកូឡេស្តេរ៉ុលទាបនៅក្នុងរយៈពេល5ខែវាដូចគ្នាទៅនឹងឱសថធម្មជាតិជាច្រើនទៀតដែរដែលត្រូវការចំណាយពេលវេលាយូរបន្តិចតម្រាំបានឃើញពីប្រសិទ្ធភាពពីព្រោះយើងត្រូវទុកពេលឲ្យវីតាមីននិងជាតិរ៉ែក៏កើតឡើងនៅក្នុងរាងកាយរបស់យើងជាមុនសិន 3. កាត់បន្ថយហានិភ័យនៃជំងឺបេះដូងខ្ទឹមសអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានដោយសារតែវាអាចបន្ថយកូឡេស្តេរ៉ុលនិងសម្ពាធឈាមនៅក្នុងរាងកាយរបស់មនុស្សយើងជាមួយនឹងសមត្ថភាពក្នុងការជួយបង្កើនការផលិតនីត្រីតអុកស៊ីតខ្ទឹមសអាចជួយធ្វើឲ្យសរសៃឈាមបានសម្រាកនិងរារាំងផ្លាកេតមិនអោភ្ជាប់ទៅនឹងប្រូតេអ៊ីនដែលកត្តានេះអាចជួយកាត់បន្ថយនៅបញ្ហាកកឈាមក៏ដូចជាការពារយើងពីហានិភ័យនៃជំងឺបេះដូងបានផងដែរ 4. ព្យាបាលជំងឺផ្ដាសាយនិងគ្រុនក្តៅខ្ទឹមសជួយបង្កើនសមត្ថភាពនៃប្រព័ន្ធភាពស៊ាំនិងជួយកាត់បន្ថយនៅភាពធ្ងន់ធ្ងរនិងរយៈពេលនៃរោគសញ្ញាជំងឺផ្ដាសាយនិងគ្រុនក្តៅបានយ៉ាងពូកែស័ក្តិសិទ្ធិតាមរយៈការសិក្សាមួយបានបង្ហាញថាការញ៉ាំអាហារបំបន់ដែលផ្សំឡើងពីខ្ទឹមសជារៀងរាល់ថ្ងៃអាចកាត់បន្ថយជំងឺផ្ដាសាយបានរហូតដល់ 63% ហើយរយៈពេលមធ្យមនៃរោគសញ្ញានៃជំងឺផ្ដាសាយត្រូវបានកាត់បន្ថយពី5ថ្ងៃមកត្រឹម1ថ្ងៃឬកន្លះថ្ងៃប៉ុណ្ណោះ 5. ធ្វើឲ្យឆ្អឹងរឹងមាំបន្ថែមពីនេះខ្ទឹមសក៏អាចជួយកាត់បន្ថយការបាត់បង់ឆ្អឹងជាមួយនឹងការបង្កើនអរម៉ូនអឺស្ត្រូសែនចំពោះមនុស្សស្រីដែលល្អបំផុតសម្រាប់សុខភាពឆ្អឹងក្រោយវ័យអាហារូវការញ៉ាំខ្ទឹមសជារៀងរាល់ថ្ងៃនឹងជួយកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងព្រមទាំងជំងឺរលាកសន្លាក់ថែមទៀតផង 6. ជំនួយដល់ការចងចាំការបំផ្លាញពីរ៉ាឌីកាសេរីរួមចំណែកក្នុងការវិវត្តទៅរកភាពចាស់ប៉ុន្តែខ្ទឹមសផ្ទុកនឹងសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដើម្បីប្រឆាំងទៅនឹង S-allylcysteine សារធាតុប្រឆាំងអុកស៊ីតកម្មនេះជួយការពារប្រឆាំងទៅនឹងការបំផ្លាញខួរក្បាលនិងធ្វើឲ្យខួរក្បាលដំណើរការល្អប្រសើរនៅពេលដែលយើងមានវ័យកាន់តែចាស់ទៅ